បាទក្រោយពីការមើលរិស័យសម្រាប់បុគ្គលឆ្នាំមមីហើយឥឡូវយើងចូលមកដល់អ្នកឆ្នាំមមេឆ្នាំមមេធាតុពិតទៅឆ្នាំមមេគឺជាធាតុដីបាទតែឃ្លាំងឈើបាទធាតុដីនេះដែរបាទគឺជាបុគ្គលម្នាក់ដែលរិស័យនៅក្នុងខែ6នេះធ្វើឲ្យគាត់នឹងរៀងត្បិតត្បៀតរៀបចំទុកដាក់សែនសំប្រមូលអត់ខ្ជះខ្ជាយទីបាទនៅក្នុងខែ6នេះនាំឲ្យបុគ្គលឆ្នាំមមេហ្នឹងគឺគាត់នឹងប្រកែកសែនសំប្រមូលទុកដាក់បាទការចាយវាយគឺអត់សូវហ៊ានចាយវាយធំទេអត់សូវហ៊ានចំណាយច្រើនទេប៉ុន្តែបើពាក់ព័ន្ធជាមួយនឹងការធ្វើជំនួញលក់ដូររបស់គាត់នៅតែមានភ្ញៀវគាត់នៅតែមានភ្ញៀវហូហែគាត់នៅតែលក់ដាច់ហើយគាត់នៅតែចំណេញដដែលមានតែចំណេញច្រើនជាងពីមុនទៀតផងប៉ុន្តែទោះយ៉ាងណាក្នុងអារម្មណ៍ចិត្តគំនិតរបស់គាត់គឺបែរជាត្បិតត្បៀតបាទបែរជាប្រែពីចង់ទិញអីចង់ចំណាយអីហ្នឹងគឺលែងបាទគឺត្បិតត្បៀតទុកខ្សែសំទុកចឹងទៅបាទឃើញថាបុគ្គលឆ្នាំមមេនៅក្នុងខែ6នេះណាខែ6ធាតុភ្លើងយើងធាតុដីអញ្ចឹងគាត់អ្នកឆ្នាំមមេបកគិតឲ្យដល់ទៅនេះនៅក្នុងខែនេះគឺមានការចូលចិត្តមានការយកចិត្តទុកដាក់ពីមីកើយពីលោកធំពីចាស់ទុំបើយើងជាក្មេងមានន័យថាឪពុកម្ដាយឬចដូនចតាយើងហ្នឹងរៀងស្រឡាញ់យកចិត្តទុកដាក់យើងសំណុំពោអីយើងសុំអីយើងចង់ទៅណាចង់អីហ្នឹងគឺជាឱកាសមួយដែលយើង request ទៅគាត់បាទមានន័យថាជាឱកាសមួយដែលយើងអាចលើកជាសំណើទៅលើចាស់ទុំបងប្អូនឬមួយកសាច់ញាតិរបស់យើងដែលមានវ័យច្រើនជាងហ្នឹងដើម្បីសុំការអនុញ្ញាតគាត់ហ្នឹងគឺបានងាយស្រួលមែនទែនសម្រាប់បុគ្គលឆ្នាំមមេធៀបពិតទៅបើសិនជាគាត់នៅ live ជើងលេខឃើញថានៅក្នុងខែ6នេះគឺបើហ៊ានតែគេហៅថាឲ្យរៀងឲ្យចិត្តទៅគេគឺតាក់គេបានមកមានន័យថាជួបគូបាទនៅក្នុងខែ6នេះបុគ្គលឆ្នាំមមេនឹងជួបគូសម្រាប់បងប្អូនដែលគាត់មានគូសកលហើយនៅក្នុងខែមមីខែហ្នឹងខែមមីខែ6នេះតំណែងតំណងជីវភាពរស់នៅស្នេហាជីវិតប្តីប្រពន្ធគាត់គឺមានការស្មោះស្ម័គ្រទ្វេឡើងល្អោកល្អឿនផ្អែមល្អែមទ្វេឡើងនៅក្នុងខែ6នេះចឹងឃើញថាជើងលេខបុគ្គលឆ្នាំមមីឃើញថាល្អការនិយាយស្ដីចេះប្រសពលើកដាក់លក់ដូររស់ស៊ីគឺប្រស្រ័យតាក់ទងទៅបានល្អមែនទែននៅក្នុងខែ6នេះសម្រាប់បងប្អូនដែលមានកតបកិច្ចជាអ្នកធ្វើការឲ្យគេឬក៏ធ្វើការនៅក្នុងក្រសួងតូចធំអីហ្នឹងបាននៅក្នុងខែនេះមានការមមាញឹកខ្លាំងបាទមានការមមាញឹកខ្លាំងមានរវល់មានការងារគ្រប់ទិសទីចូលមកឡើងយើងហ្នឹងវិលបាទមានន័យថារវល់ឡើងចង់វិលតែម្ដងអ្នកឆ្នាំមមេបើគាត់ជាអ្នកធ្វើការហ្នឹងគឺអូរវល់ខ្លាំងណាស់បាទដកខ្លួនអត់ចង់រួចបាទរៀងដូចថាប៉ុន្តែវាធ្វើឲ្យគាត់នឹងដូចជាមានទំនុកចិត្តរីករាយក្នុងការបំពេញការងារសប្បាយចិត្តនៅពេលដែលខ្លួនបានបំពេញការងារលះបង់នៅតួនាទីយើងនិយាយពីតួនាទីយើងដែលត្រូវធ្វើអីនោះគឺគាត់ពេញចិត្តគាត់មានទំនុកចិត្តសប្បាយចិត្តក្នុងការបំពេញការងារខ្លាំងមែនទែននៅក្នុងខែ6នេះនិយាយរួមសរុបសេចក្តីបុគ្គលឆ្នាំមមេជើងលេខគឺល្អអត់មានបញ្ហាទេខ្លាចតែម្យ៉ាងទេគឺខ្លាចតែជំងឺបាទខ្លាចតែមានជំងឺភាគច្រើនអ្នកជំងឺទៅលើពាក់ព័ន្ធជាមួយនឹងដុំសាច់បាទគីសឬបោសឬមួយកទឹកនោមផ្អែមបាទអញ្ចឹង control ខ្លួនឯងរឿងអស់ហ្នឹងបាទ
បាទសម្រាប់បុគ្គលឆ្នាំមមេរាសីនឹងខែ6នេះឃើញថាល្អមិនថាប្រុសមិនថាស្រីក្មេងចាស់អីទេគឺជើងលេខគឺមានទំនុកចិត្តខ្លាំងរីករាយសប្បាយចិត្តនឹងភោគផលដែលខ្លួនបានកំពុងតែទទួលបាទអញ្ចឹងជួយអបអរសាទរសម្រាប់បុគ្គលឆ្នាំមមេជើងលេខឃើញថាល្អប្រចាំខែ6នេះបាទប៉ុន្តែមានបងប្អូនអ្នកឆ្នាំមមេ2-3នាក់ហើយគឺគាត់ខលទៅអ្នកនងមកខ្ញុំថាលោកគ្រូហេតុអីបាទខ្ញុំគ្រាន់មើលដល់ឆ្នាំមមេឥឡូវខ្ញុំមើលជូនទេណាប៉ុន្តែគាត់ចង់បានថាធ្វើមិនចង់ដូចថាខ្ញុំប្រាប់គាត់ហើយថារាសីក្នុងខែនេះគឺឡើងទីល្អទីប៉ុន្តែគាត់ថាចោះបើឡើងទីល្អទីបើគាត់ចង់បានជាវត្ថុមង្គលឬមួយវត្ថុស្អីដែលមានអត្តពលមហិទ្ធិឫទ្ធិខ្លាំងអីជួយការពារអីគាត់តើមានអត់តែខ្ញុំក៏ប្រាប់គាត់ដែរថាធៀបពិតទៅនៅក្នុងខែ6នេះគឺមានក្បួនអាផ្កាយ7លូជោគលៀបហ្នឹងណាបាទមានក្បួនហ្នឹងរៀងតម្លៃវារៀងខ្ពស់បន្តិចប៉ុន្តែដាក់ទៅបានផលខ្លាំងបាទបអ្នកឆ្នាំមមេរិស័យយើងឡើងហើយបាទប៉ុន្តែបើមានក្បួននឹងយកទៅដាក់តាំងជួយគេចង់និយាយថាវាកាន់តែជួយធ្វើឲ្យបុគ្គលឆ្នាំមមេហ្នឹងគឺវាលូតឡើងខ្លាំងតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនអ្នកឆ្នាំមមេថ្មីត្បិតតែរិស័យយើងកំពុងតែឡើងបាទបើសិនជាយើងមានក្បួនកាយ7លូជោគលៀបនឹងយកទៅដាក់តាំងទៀតនោះរិស័យយើងឡើងទ្វេដងបាទយើងនឹងជួបជោគលៀបធំខ្លាំងជាងអ្នកមមេធម្មតាបាទអញ្ចឹងនេះសម្រាប់បុគ្គលឆ្នាំមមេឃើញថាវាល្អហើយណាប៉ុន្តែបើថាអូចង់តំណងចង់សួរនាំពាក់ព័ន្ធជាមួយនឹងក្បួនផ្កាយ7លួចជោគលៀបប្រចាំខែ6នេះអីហ្នឹងបងប្អូនក៏អាចទេឬក៏ឆាតតាមលេខទូរស័ព្ទឬក៏តាម Telegram 011-923-888បាទសួរនាំគាត់ទៅគាត់មានតាំងពីតម្លៃតាំងរបៀបផ្ញើយ៉ាងណារបៀបប្រើមិនអីហ្នឹងព្រោះតាមកាប់ពិតទៅក្បួនផ្កាយ7លួចជោគលៀបហ្នឹងគឺត្រូវប្រើថ្ងៃ6ប៉ុន្តែសម្រាប់យើងអ្នកដែលហួសពេលអត់បានប្រើគឺជាវយកទៅហើយទុកចាំរហូតទៅដល់ថ្ងៃទី15ទើបយើងយកទៅដោតភ្លើងហើយធ្វើការបួងសួងប្រាថ្នាបាទនៅក្នុងថ្ងៃទី15ហ្នឹងគឺមានពេលវេលាល្អសម្រាប់យើងដាក់តាំងបួងសួងប្រាថ្នាបានផលខ្លាំងនៅថ្ងៃនោះផងដែរបាទអូខេអញ្ចឹងមិនប៉ុណ្្នឹងទេក៏សូមជម្រាបលាបាយ